ស្វាគមន៍ដល់អ្នកនាងយើងថ្ងៃនេះមករៀនអំពីភាសាអង់គ្លេសកម្រិតដំបូងសូមនិយាយពីគោលការណ៍និងគោលបំណងរបស់ខ្ញុំបន្តិចគឺយើងរៀនភាសាអង់គ្លេសនេះគឺមិនមែនជាការរៀនភាសាអង់គ្លេសបែបលម្អិតបែប professional ទេគឺការរៀនភាសាអង់គ្លេសដើម្បីអាចនិយាយនិងស្ដាប់បាននៅក្នុងការរៀនទូទៅដើម្បីសម្រាប់អ្នកដែលមិនបានចូលរៀននៅក្នុងថ្នាក់រៀនអាចចេះនិងនិយាយជាមួយគេបានខ្លះកុំឲ្យថាយើងទៅគឺអត់ដឹងអ្វីសោះអញ្ចឹងយើងចូលទៅកាន់ពាក្យទី1របស់យើងគឺសួស្តីអ្នកទាំងអស់គ្នាអញ្ចឹងពាក្យហ្នឹងយើងនិយាយជាភាសាអង់គ្លេសថា Hello everyone អញ្ចឹងខ្ញុំបានដាក់ពាក្យភាសាខ្មែរដែលយើងសរសេរជាភាសាខ្មែរថា Hello everyone ដូចគ្នានៅពីក្រោមភាសាអង់គ្លេសដើម្បីឲ្យមិត្តអ្នករៀនទាំងអស់គ្នាងាយស្រួលក្នុងការអាននិងអាច screenshot យកទៅអានបន្តឬក៏យកទៅសរសេរបន្តអាចងាយស្រួលក្នុងការរៀនហើយយើងចូលដល់ពាក្យទី2ហ្នឹងគឺអរុណសួស្តីអ្នកទាំងអស់គ្នាដែលជាភាសាអង់គ្លេសយើងនិយាយថា Good morning everyone ពាក្យមួយហ្នឹងគឺយើងនិយាយនៅពេលព្រឹកយើងដឹងហើយថាអរុណសួស្តីអ្នកទាំងអស់គ្នាគឺអរុណសួស្តីគឺយើងនិយាយអំពីអរុណរៀងរះហ្នឹងហើយគឺយើងនិយាយអំពីការសួស្តីគ្នាជួបជុំគ្នានៅពេលព្រឹកអញ្ចឹងយើងចូលដល់ពាក្យទី3តើអ្នកសុខសប្បាយទេ How are you How are you ក៏ប៉ុន្តែ How are you បើសិនជាយើងប្រែតាមពាក្យវាទៅគឺតើអ្នកមិនហើយអញ្ចឹងណាតែយើងអាចនិយាយថាតើអ្នកសុខសប្បាយទេអញ្ចឹងដល់ពេលយើងឆ្លើយថាខ្ញុំសុខសប្បាយទេមិនមែនខ្ញុំសុខសប្បាយធម្មតាទេ I am fine តែប៉ុន្តែពាក្យថា I am fine ដែលយើងតែនិយាយថា I'm fine វាជាពាក្យមួយដែលថាពាក្យ I am គឺជាពាក្យដែលយើងនិយាយជាទូទៅបែបមានsubject plus និង verb អញ្ចឹងពាក្យ fine យើងជាទូទៅយើងប្រើថាធម្មតាតែដល់ពេលយើងនិយាយថាខ្ញុំធម្មតាក៏ប៉ុន្តែយើងនិយាយពេលហ្នឹងមិនមែនជាពាក្យអាក្រក់ទេក៏ប៉ុន្តែយើងនិយាយថាយើងសុខសប្បាយធម្មតាហ្នឹងគឺជាពាក្យដែលយើងនិយាយជាទូទៅហើយគឺជា basic English បើមិនជាយើងនិយាយបែប advance ឬក៏និយាយថា I'm well I'm doing well I'm good អាហ្នឹងគឺជាការនិយាយទៅកាន់កម្រិតខ្ពស់ៗមួយទៀតតែយើងរៀននៅកម្រិតដំបូងសិនអញ្ចឹងពាក្យបន្ទាប់យើងនឹងជួបគ្នានៅវីដេអូក្រោយ Goodbye everyone see you later